តពីទទួលបានចម្លើយហើយពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាហើយនៅក្នុងការប្រយុទ្ធនឹងឈិនវូក៏បានយកឈ្នះមេតបិសាចនោះយ៉ាងងាយស្រួលហើយមេតបិសាចនឹងគឺមិនមែនជាបិសាចធម្មតាទេក៏រស័ព្ទទេគឺអាចនិយាយបានហើយនៅពេលដែលឈិនវូដោះរបស់មុខនេះចេញទៅឃើញថាសម្រាប់របស់នេះគឺគូពាក់មិនអត់នោះទេហើយដែលឃើញនាងស្អាតអញ្ចឹងឈិនវូក៏បានប្រាប់ដល់លែងនាងទៅលើពេលដែលឈិនវូភ្លេចខ្លួននាងក៏ចង់បើកការវិភាគកាន់ឈិនវូតែក៏ត្រូវបានគីបាបើកវេរាមួយមកការពារតហើយដែលឃើញថាមិនអាចធ្វើឲ្យឈិនវូបាននឹងនាងក៏សូមឲ្យឈិនវូទុកជីវិតនាងផងដោយសារតែឋានលែងមានលើកទី2ហើយពេលលើអញ្ចឹងឈិនវូក៏បានសួរទៅកាន់នាងអំពីលិខិតអនុញ្ញាតនៅក្នុងជាន់មួយនេះពេលលើអញ្ចឹងនាងក៏បានប្រាប់ថាគ្រួសាររបស់នាងក៏មានលិខិតអនុញ្ញាតក៏តែមិនមែននាងនោះទេគឺនៅឪពុករបស់នាងនឹងបានប្រាប់ទៅកាន់ឈិនវូថាបើសិនជាឈិនវូព្រមដល់លែងនាងនឹងជូនឈិនវូទៅគ្រួសាររបស់នាងតែបន្តពេលលើអញ្ចឹងឈិនវូក៏បានសួរទៅកាន់នាងថាតើគាត់គួរតែទុកចិត្តនាងដោយរបៀបណាហើយបន្ទាប់ពីឃើញឈិនវូកាអញ្ចឹងនាងក៏បានឆ្លងយល់ព្រមទាំងបែកហើយនៅពេលដែលពួកគេកំពុងតែធ្វើដំណើរនាងក៏បានណែនាំខ្លួនថានាងគឺមានឈ្មោះថាអ៊ីស៊ីដែលមកពីគ្រួសាររ៉ាឌីរូនៅពេលហ្នឹងអាចិនវូក៏បានសួរទៅកាន់នាងមួយសំណួរដែលសំណួរនោះគឺសួរថាតើនាងធ្លាប់ឮសំឡេងបញ្ជានាងទៅសម្រាប់នោះអត់ក៏ប៉ុន្តែអ៊ីស៊ីក៏បានប្រាប់ទៅវិញថាអត់នោះទេនិងបានប្រាប់ថានាងក៏មិនមែនជាវិស័យស្ថិតនៅក្នុងដមន្តខេសលនេះឡើយដែលពិភពដើមនៃនាងរស់នៅគឺមានឈ្មោះថា Demonium ក៏ប៉ុន្តែនៅថ្ងៃមួយគឺមាននរណាម្នាក់បានបញ្ជូនពួកគេមកដល់ទីនេះនៅក្នុងពិភពដើមដែលមានឈ្មោះថា Demonium នឹងពួកគេគឺកំពុងតែប្រយុទ្ធប្រឆាំងជាមួយសង្គ្រាមដ៏ធំមួយហើយនៅពេលដែលជីនវូសួរថាតើពួកគេប្រយុទ្ធជាមួយនឹងអ្នកណានាងក៏បានដួលសន្លប់ភ្លាមៗក៏ដោយសារតែស៊ីសឹមក៏បានប្លុកនាងនោះឯងការថាអង្គបញ្ចូលសមាគម Hunter នៅវិញឥឡូវហ្នឹងពួកគេគឺកំពុងតែមើលព័ត៌មានក៏ដោយសារតែប្រហែលថ្ងៃហ្នឹងពួកគេគឺទទួលដំណឹងថាកងទ័ពសម័យនៅលើកោះជោជានឹងពួកវាគឺកំពុងតែធ្វើពហិការឈប់ប្រើប្រាស់របស់សៀមនោះឯងហើយហេតុនេះហើយពួកសម័យទាំងអស់ហ្នឹងវាក៏បានយកមនុស្សធ្វើជាចំណែករបស់វាវិញម្ដងរឿងទាំងអស់ហ្នឹងក៏បានធ្វើឲ្យ Hunter ក៏ដូចជាវិជាជនស្លូតត្រង់ហ្នឹងគឺមានរបួសនិងស្លាប់អស់ជាច្រើនហើយដោយសារតែរឿងទាំងអស់ហ្នឹងហើយលោកប្រធាន Chamigo ក៏បានសម្រេចចាត់ចងសម្ព័ន្ធមិត្តជាមួយនឹង Hunter នៃប្រទេសជប៉ុនក៏ដោយសារតែកម្លាំងរបស់គេបច្ចុប្បន្នហ្នឹងគឺវាខ្សោយខ្លាំងណាស់ក្នុងការធ្វើសង្គ្រាមជាមួយនឹងពួកសម័យទាំងអស់នេះបើទៅកាន់ជីវនៅវិញឡើងពួកគេគឺកំពុងតែធ្វើដំណើរទៅកាន់គ្រួសារ Raderu ហើយនៅពេលដែលពួកគេចូលទៅក្នុងគ្រួសារ Raderu ហ្នឹងឪពុករបស់ Asia ក៏បាននិយាយទៅកាន់ Asia ថាយើងនឹងទាវទៅតែអាយុ18ឆ្នាំសោះមិនសោះហ៊ាននាំប្រុសឡើងលើផ្ទះផងពេលលើចឹង Asia ក៏បានបញ្យល់ទៅកាន់ឪពុករបស់ខ្លួនដែលធ្វើឲ្យលោកម្ចាស់គ្រួសារហ្នឹងក៏បានយល់ច្រឡំថាជីនវូគឺជាចម្រិតកូនគាត់អញ្ចឹងហើយក៏បានបញ្ជាឲ្យកងទ័ពចូលទៅព័ទ្ធជុំវិញខ្លួនរបស់ជីនវូពេលលើចឹងជីនវូក៏បាននិយាយទៅកាន់លោកម្ចាស់គ្រួសារថាគាត់ក៏បានសន្យាជាមួយនឹង Asia រួចហើយថាបើសិនជាលោកម្ចាស់គ្រួសារប្រំប្រកល់លិខិតអនុញ្ញាតឲ្យខ្លួនគាត់ក៏មិនដេញដោលដែលបានកាត់ឡើងនេះទេរីឯលោកម្ចាស់គ្រួសារវិញទោះបីជាខឹងជីនវូយ៉ាងណាក៏មិនអាចធ្វើឲ្យជីនវូបានដែរបន្ទាប់ពីប្រកល់ជីនវូរួចហើយនឹងគាត់ក៏បានដេញជីនវូចេញពីមុខពីមាត់គាត់ទៅគ្រួសារគាត់ចង់ឃើញមុខជីនវូទេក៏ប៉ុន្តែប្រដជីនវូនឹងមុខក្រាស់ខ្លាំងមែនតើគេដេញព្រមប្រកាច់ទៅទេបានជាចាប់ចម្រិតកូនស្រីរបស់គេទៀតក៏ដោយសារជីនវូគឺត្រូវការនរណាម្នាក់ដែលនាំផ្លូវរបស់គាត់បាននៅជាន់ខាងលើរីឯលោកម្ចាស់គ្រួសារវិញខឹងជីនវូឡើងញ័រមកហើយក៏តាមអាចធ្វើអ្វីបានមានតែខំមកសង្កត់ចិត្តទទួលយកការផ្លាយតបទៅកាន់ជីនវូវិញថាអូខេខ្ញុំយល់ហើយប្រហែលយកទៅណាទៅតែជីនវូក៏បាននិយាយទៅកាន់អេស៊ីវិញថាដើរតាមពូក៏មករំអីចាំពូទៅអ្នកសុខភាពឲ្យក្មួយណាហើយដែលក្នុងចំណុចរបស់អេស៊ីជីនវូក៏បានឡើងទៅដល់ជាន់ទី90ចំណែកឯអេក្រេហ្នឹងតែវិញពួកគេក៏បានឡើងលេវែលម្នាក់មួយដូចគ្នាចំណែកឯអេស៊ីនៅវិញនាងគឺបានប្រមូលឲ្យបានមានតម្លៃយកទៅទុកហើយមូលហេតុដែលនាងប្រមូលឲ្យបានមានតម្លៃយកទៅទុកនឹងក៏ដោយសារតែចាប់ពីជាន់ខាងលើតើគេគឺនឹងជួបតែជាមួយនឹងវិស័យខ្លាំងៗជាច្រើនហើយដើម្បីធានាសុខភាពបានពួកគេគឺមានតែដកដសម្ភារៈដែលមានតម្លៃហ្នឹងជាមួយនឹងពួកវិស័យនៅខាងលើនោះទេបន្ទាប់ពីលឺនាងនិយាយច្រើនឈានវូក៏បានប្រាប់ឲ្យនាងយកទៅទុកវិញទៅក៏សារតែគាត់ក៏ចូលចិត្តលេងផ្លូវកាត់ទេតែទាំងបាននិយាយទៅកាន់អេស៊ីថាគាត់គឺនឹងធ្វើឲ្យគ្រួសាររបស់អេស៊ីដែលជាគ្រួសាររ៉ាឌីនឹងក្លាយជាថោកព័ទ្ធពេលលើចឹងអេស៊ីក៏បាននិយាយទៅកាន់ឈានវូថាមិនមែនជារ៉ាឌីទេគឺជារ៉ាឌីរូតែទាំងបានសួរទៅកាន់ឈានវូទៀតថាមិនបានប្រហែលចិត្តល្អចំណែកឈានវូវិញក៏បានតទៅវិញតែ4ម៉ាននោះទេគឺអត់មានអីផងគ្រាន់តែខ្ញុំចូលចិត្តនាងដែលធ្វើឲ្យកញ្ញាអេសៀហ្នឹងគឺគៀងយកចង់ចេញនោះទេបាននិយាយចេញសូម្បីតែវិស័យហ្នឹងក៏អត់បែរនេះលើកលែងដែរបន្ទាប់ពីយកចិត្តនាងហើយជិនវូក៏បានដេញនាងត្រឡប់ទៅផ្ទះវិញទៅក៏រសាតែនាងនិយាយថាចង់ខាងលើក៏វាគ្រោះថ្នាក់ចំណែកអេសៀវិញក៏សូមអង្វរជិនវូក៏រសាតែនាងគឺចង់ឡើងខាងលើបន្តទៀតក៏រសាតែនាងគឺជាអ្នកស្នងតំណែងរបស់គ្រួសារដូច្នេះនាងក៏ត្រូវការបបិសោតច្រើនខ្លាំងតែក្នុងសមរភូមិនឹងបន្តប្រាប់ទៅកាន់ជិនវូថាមិនថាជិនវូទៅដល់ណានោះទេនាងក៏នឹងតាមជិនវូរហូតបន្ទាប់ពីលឺនាងក៏បានរឹងពេកនឹងជិនវូក៏បានឲ្យនាងទៅតាមគាត់ទៅហើយគ្រប់ចន់ដែលជិនវូឡើងទៅមិនថាទោះបីជាវិស័យហ្នឹងខ្លាំងយ៉ាងណានោះទេឈិនវូគឺនៅតែអាចសម្រាប់ពួកគេទាំងអស់នោះបានតាអង្គភាព Hunter របស់ឆយចុងអេននៅវិញឡើងគាត់គឺកំពុងតែនិយាយគ្នាជាមួយនឹងសេតាឆាអេនតាមការសន្ទនានឹងយើងក៏បានដឹងថាពួកគេក៏បានចងសម្ព័ន្ធមួយជាមួយនឹងអង្គភាព Hunter នៃប្រទេសជប៉ុនរួចហើយឥឡូវនឹងឆយចុងអេនគាត់គឺចង់ចងសម្ព័ន្ធមួយជាបណ្ដាសន្នជាមួយនឹង Hunter នៅក្នុងប្រទេសតែចង់អញ្ជើញ Hunter ដែលមានរ៉េអេនៅក្នុងប្រទេសរបស់ពួកគេនឹងឲ្យចូលជាក្រុមមួយប្រាប់ឲ្យសេតាឆាអេននឹងគឺត្រៀមខ្លួនហើយទៅសម្រាប់ស្ថានភាពកាត់ឡើងនៅខាងការទៅខាងជីវនៅវិញឡើងគាត់ក៏បានឡើងទៅដល់ជាន់ទី100ហើយវិស័យដែលគ្រប់គ្រងជាន់ទី100នឹងគេគឺមានឈ្មោះថាបារ៉នចំណាយបារ៉នវិញគេគឺមិនអន់នោះទេក៏សារតែគេគឺមានសត្វនាជាយើងចំដើមចាំជួយបារ៉នក៏ចាប់ដើមបើកនៅក្លោងទ្វាររបស់ខ្លួនជាច្រើនចេញមកដែលនៅក្នុងក្លោងទ្វារមួយហ្នឹងគឺសន្សំតែជាកូនចៅរបស់ខ្លួនហើយបន្ទាប់ពីបានឃើញអញ្ចឹងឈិនវូក៏ចាប់ដើមកោះហើយនៅកងទ័ពសាដូរបស់ខ្លួនជាច្រើនអ្នកចេញមកដូចគ្នារីឯអេសៀវិញក៏មានការភ្ញាក់ផ្អើលមែនតើជាមួយនឹងសង្គ្រាមមួយនេះចំណែកឯបារ៉នវិញក៏ចាប់ដើមបង្កើតទៅជាចរន្តតែដ៏ធំបាញ់ទម្លាក់ទៅកាន់កងទ័ពសមររបស់ឈិនវូឲ្យរលាយអស់ជាច្រើនថែមទាំងចង់បាញ់សម្ដៅទៅកាន់អេសៀទៀតផងតែក៏ត្រូវបានឈិនវូទៅជួយសង្គ្រោះនាងទាន់បន្ទាប់ពីបានឃើញអញ្ចឹងឈិនវូក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនជាមួយនឹងស្គីលបំបង្កាយចូលទៅវិភាគទៅកាន់បារ៉នក៏ប៉ុន្តែស្គីលបំបង្កាយនឹងក៏ត្រូវបានបារ៉ន
មើលធ្លុះថារបស់វិបហាឈិនវូឲ្យចាក់ចោលទៅខាងក្រៅដោយក៏ចាប់ផ្ដើមប្រើប្រាស់រន្ទះចេញពីមាត់បាញ់សម្រាប់ទៅកាន់ឈិនវូដែលតម្រូវឲ្យឈិនវូនឹងបញ្ញាប់រត់ឃើញពេលដែលកំពុងតែរត់នោះដែរឈិនវូក៏បានបញ្ជាឲ្យគីបាបើកការវិបហាទៅកាន់បារ៉ុនវិញដោយហើយឈិនវូក៏បានយកអាការមួយនោះបញ្ជាកូនកំបត់ពីចម្ងាយកាត់ផ្ដាច់ក្បាលសត្វនាគដែលបារ៉ុនកំពុងតែជិះនោះដែលជាហេតុបណ្ដាលសត្វនាគនោះស្លាប់មួយរំពេរីឯបារ៉ុនក៏បានដើរសម្រាប់ទៅកាន់ឈិនវូជាមួយនឹងកំហឹងនៅក្នុងខ្លួនហើយយើងក៏បានឃើញផងដែរថាទោះបីជាអ៊ីក្រីអៃរ៉ុនក៏ដូចជាគីបារួមដៃគ្នាក៏មិនមែនជាដៃគូរបស់បារ៉ុនដែរពេលឃើញអញ្ចឹងឈិនវូក៏បានចូលទៅវិបហាជាមួយនឹងបារ៉ុនវិញតែក៏ត្រូវបានបារ៉ុនចាប់ឈិនវូជាប់ដល់ពេលដែលបារ៉ុនចាប់សម្លាប់ទៅកាន់ឈិនវូតែក៏ត្រូវបានកងទ័ពសមុទ្ររបស់ឈិនវូទៅចាប់ដៃរបស់គេជាប់ពេលឃើញអញ្ចឹងបារ៉ុនក៏ចាប់ផ្ដើមបំផ្ទុះខ្លួនឯងដែលធ្វើឲ្យកងទ័ពសមុទ្ររបស់ឈិនវូនោះរលាយអស់គ្មានសល់ដែលនៅពេលដែលឈិនវូគុំឯបញ្ចេញនូវកងទ័ពសមុទ្ររបស់ខ្លួនចេញមកទៀតទេក៏សារថាបំពងម៉ាន់ណារបស់ខ្លួនគឺអស់ហើយរីឯបារ៉ុនវិញគេកើតអីនោះទេថារបស់បញ្ចេញនូវកូនកបฏទាំងគោលរបស់គេចេញមកដូចឆាបយន្តរបស់គេក៏ចាប់ដើមនៅពេលដែលមានដំណត់ទឹកភ្លៀងជាច្រើនធ្លាក់ចុះមកដែលយើងក៏បានឃើញផងដែរថាល្បឿនរបស់ពួកគេគឺមិនយ៉ាងម្នាក់នោះទេលឿនដូចគ្នាតែចំពោះកម្លាំងវិញឈិនវូក៏មិនមែនជាដៃគោរបស់បារ៉ុននោះទេថាត្រូវបានបារ៉ុនវិបហាឈិនវូជួយកូនកបฏចេញពីដៃទៀតផងហើយនៅពេលដែលបារ៉ុនផ្ទុះចូលទៅវិបហាឈិនវូក៏បានប្រើប្រាស់ដៃរបស់ខ្លួនទៅចាប់កដៃរបស់បារ៉ុនជាប់ដែលយើងក៏បានឃើញផងដែរថាមិនមែនត្រឹមតែកម្លាំងទេសូម្បីតែមាឌក៏ខុសគ្នាឆ្ងាយដែរហើយដែលឃើញអញ្ចឹងបារ៉ុនក៏ចង់ប្រើប្រាស់រន្ទះចេញពីមាត់បាញ់សម្រាប់ទៅកាន់ឈិនវូក៏ប៉ុន្តែនៅពេលនឹងអេសៀក៏បានគប់ដាវរបស់ខ្លួនសម្រាប់ទៅកាន់បារ៉ុនដែលធ្វើឲ្យបារ៉ុនហ្នឹងគឺបានកលេចទៅកាន់អេសៀពេលដែលបារ៉ុនភ្លេចខ្លួនរបបភ្លើកទៅមើលអេសៀឈិនវូក៏ចាប់ផ្ដើមប្រើប្រាស់ស្គីលរុកលហេប្រើប្រាស់កម្លាំងមួយទំហឹងទាញដៃបារ៉ុនឲ្យដាច់ចេញពីហើយដែលឃើញអាការល្អបែបនេះឈិនវូក៏បានស្ទុះចូលទៅជាមួយនឹងកម្លាំងនៅក្នុងកណ្ដាប់ដៃតែពីក្រោមចង្កាដែលធ្វើឲ្យបារ៉ុនដាច់ក្បាលថែមទាំងបានទៅបើកលុយមុនគេទៅហើយបន្ទាប់ពីភ្លៀងរាំងទៅវិញយើងក៏បានឃើញថាឈិនវូគឺជាអ្នកឈ្នះចំណែកបារ៉ុនគេក៏បានស្លាប់បាត់ហើយពេលនឹងអេសៀក៏ចង់រត់ចូលទៅមើលឈិនវូតែក៏ត្រូវបានឈិនវូដេញអេសៀឲ្យត្រឡប់ទៅវិញទៅក៏សារទៅពេលនេះគ្រួសាររបស់នាងក៏បានខ្លាចជា Top 1នៅក្នុងដតមិនខេសលនេះហើយរីឯអេសៀវិញនាងក៏បានរំភើបស្ទើរតែស្រក់ទឹកភ្នែករបស់ព្រះរាជការឈិនវូថាគ្រួសាររបស់នាងក៏មានឈ្មោះថារ៉ាដេរុមិនមែនរ៉ាដេនោះទេ